បាទជំរាបសួរបាទឥឡូវថ្ងៃនេះយើងនឹងជួបគ្នាបន្តនៅការសិក្សាទៅលើក្រមរដ្ឋបវេណីបាទប៉ុន្តែមុននឹងឈានចូលដល់ខ្លឹមសារនៃក្រមអញ្ចឹងអឺបងប្អូននឹងជួបជាមួយខ្ញុំដើម្បីសិក្សាស្វែងយល់អំពីការប្រើប្រាស់សៀវភៅក្រមរដ្ឋបវេណីបើយើងឃើញថាសៀវភៅក្រមរដ្ឋបវេណីសម្រាប់សាមណសិស្សនិស្សិតពេលគាត់ចូលដំបូងគឺកាន់សៀវភៅមកមកមើលទៅក្រាស់បាទដល់ក្រាស់អញ្ចឹងគាត់ថាមិនដឹងជាបើកអាម៉េចរៀនអាម៉េចទេដើម្បីឲ្យចេះហើយអឺស្រួលក្នុងការបើកបាទអញ្ចឹងពេលនេះយើងនឹងសិក្សាស្វែងយល់អំពីរបៀបនៃការប្រើប្រាស់សៀវភៅនិងបើកវិធីបើកបាទអញ្ចឹងយើងអត់តដល់រៀនដល់ខ្លឹមសារទេយើងមកគឺរៀនការប្រើប្រាស់សៀវភៅសិនអញ្ចឹងនៅក្នុងសៀវភៅក្រមរដ្ឋបវេណីនិតិសោតគឺគេត្រូវបានដំបូងហ្នឹងគឺសម្រាប់សម្ភារៈដែរពេលនេះខ្ញុំលើក2ចំណុចធំនៅក្នុងការនីតិវិធីនៃការប្រើប្រាស់សៀវភៅក្រមរដ្ឋបវេណីនេះគឺទី1គឺខ្ញុំលើកអំពីបាទអំពីចំណាត់ថ្នាក់នៃសៀវភៅហើយបន្តមកទី2គឺលើកអំពី diagram តើចំណាត់ថ្នាក់ហ្នឹងសៀវភៅរបស់យើងហ្នឹងក្នុងមួយក្បាលហ្នឹងគេចែកជាប្លង់ជាថ្នាក់ជាវគ្គជា clear យ៉ាងម៉េចបាទអញ្ចឹងយើងជួបគ្នាដូចទៅទី1សៀវភៅយើងគឺដំបូងឡើងគឺគន្ថៃបាទក្នុងនោះយើងបើកដំបូងមកគឺគន្ថៃបន្ទាប់ពីគន្ថៃមកគឺមានចម្ពោះបាទក្រោមគន្ថៃគឺមានចម្ពោះដល់ក្រោមចម្ពោះនោះទៀតវាចែកចេញជាផ្នែកបាទអញ្ចឹងក្នុងចម្ពោះហ្នឹងមានក្នុងមួយកន្ថៃវាមានប្រមាណចម្ពោះហើយក្នុងមួយចម្ពោះហ្នឹងវាចែកចេញជាប្រមាណផ្នែកបន្ទាប់ទៀតបាទអញ្ចឹងឋានានុក្រមបន្ទាប់ទៀតគឺក្រោមផ្នែកមានកថាភាគបាទវាចែកជាកថាភាគអញ្ចឹងចុះក្រោមកថាភាគទៀតមានចែកអីទៀតអត់មានបាទគឺក្រោមកថាភាគគឺមានមាត្រានេះអញ្ចឹងរាល់ដងតែងតែអានណារាល់ដងឲ្យតែបើកមកយើងអត់បានចាប់អារម្មណ៍ទេគឺយើងដឹងថាមាត្រាប្រមាណមាត្រាប្រមាណអញ្ចឹងកំណត់អញ្ចឹងមកយើងអត់បានថាតើមាត្រាឧទាហរណ៍ថាមាត្រា517បាទមាត្រា517នៃក្រមរដ្ឋបវេណីអញ្ចឹងគឺវាស្ថិតនៅផ្នែកណាឬក៏ក្រោមកថាភាគទីប្រមាណទេណាបាទអញ្ចឹងគឺយើងចូលដល់មាត្រាមកអញ្ចឹងគឺពិធីបើកគឺយើងមើលតើហើយនៅក្នុងផ្នែកគេបានបញ្ញត្តិកថាភាគហ្នឹងក៏បានបញ្ញត្តិឲ្យមាត្រាហ្នឹងគឺគេបញ្ញត្តិនៃចំមកចុះក្រោមមាត្រាទៀតបាទក្រោមមាត្រាគឺមានកថាខណ្ឌបាទក្រោមមាត្រាគឺមានកថាខណ្ឌដល់ក្រោមកថាខណ្ឌទៀតមានចំណុចបាទអញ្ចឹងសូមបញ្ជាក់ផងដែរចំពោះមាត្រាបើមាត្រាមានខ្លឹមសារវែងមាត្រានោះមានចែកជាកថាខណ្ឌហើយចុងក្រោយនោះគឺបើសិនជាកថាខណ្ឌនឹងវាវែងទៀតគឺគេចែកជាចំណុចមានចំណុចទី1ទី2ជាដើមឡាក់អញ្ចឹងសរុបមកវិញសម្រាប់ការចំណាត់ថ្នាក់នៃការបែងចែកចំណាត់ថ្នាក់នៅក្នុងការប្រើប្រាស់សៀវភៅយើងមើលថានៅក្នុងសៀវភៅយើងបើកមកវាមានទី1គន្ថៃទី2ចម្ពោះទី3ផ្នែកទី4កថាភាគទី5មាត្រាទី6កថាខណ្ឌនិងទី7ចំណុចបាទអញ្ចឹងយើងបើកមកយើងឃើញអាហ្នឹងណាបាទសៀវភៅបាទនៅពេលយើងបើកសៀវភៅនៅក្នុងដៃយើងមើលមកតើឃើញអាហ្នឹងអត់យើងចាប់ផ្ដើមមកសួរថាមកសៀវភៅហ្នឹងវាមានប្រមាណគន្ថៃវាប្រមាណមានប្រមាណចម្ពោះ
ក្នុងចម្ពុកមួយមានប្រមាណផ្នែកក្នុងផ្នែកមួយមានប្រមាណកថាភាគក្នុងកថាភាគមួយមានប្រមាណមាត្រាឡាក់អញ្ចឹងយើងមើលគេហៅថាលំហូរនៃការប្រើប្រាស់សិភៅរបស់យើងហើយសិភៅរបស់យើងហ្នឹងគឺក្នុងក្រមហ្នឹងគឺបានបញ្ញត្តិបែបហ្នឹងអញ្ចឹងយើងសូមបន្តមកទៀតគឺចូលចំណុចទី2គឺគេនិយាយអំពី diagram បាទនេះគ្រាន់តែជាការលើកដាក់ដើម្បីសម្រាប់ស្គាល់ទេ diagram អញ្ចឹងក្រមរដ្ឋបវេនីបាទនេះជារូបសិភៅក្រមរដ្ឋបវេនីដែលយើងកំពុងនឹងបានប្រើប្រាស់នាពេលបច្ចុប្បន្ននេះគឺយើងយកក្រមរដ្ឋបវេនីឆ្នាំ2007បាទហើយក្នុងនោះទៀតសោតសិភៅហ្នឹងគឺមានមាត្រាសរុប1305មាត្រាបាទយើងចាំណាបាទរៀងក្រាស់ដែរបើសិនជាប្រៀបធៀបទៅនៅក្នុងសិភៅច្បាប់បាទសម្រាប់អ្នករៀនច្បាប់យើងឃើញថាសិភៅនេះគឺក្រាស់ជាងគេណាបាទមានមាត្រាទៅដល់1305មាត្រាហើយក្នុងហ្នឹងគឺវាត្រូវបានបែងចែកមិញខ្ញុំបានទៅលើកថាចំណុចនេះគឺខន្តីអញ្ចឹងគឺចែកចេញជា9ខន្តីបាទខន្តីហ្នឹងគឺខ្ញុំសូមដាក់ជាចំណងជើងសង្ខេបខ្លីជាចំណងជើងនៃចំណងជើងនៅក្នុងខន្តីមួយប៉ុន្តែចំណងជើងចំពោះយើងនឹងជួបគ្នានៅស្លាយបន្ទាប់បាទប៉ុន្តែខ្ញុំមើលតើសិភៅក្រមរដ្ឋបវេនីឆ្នាំ2007ដែលមានមាត្រាសរុបចំនួន1305មាត្រានេះមានប្រមាណខន្តីហើយមានចំណងជើងចំណុចខ្លះដែលបានបញ្ញត្តិនៅក្នុងខន្តីនីមួយៗអញ្ចឹងខន្តីទី1គឺគេនិយាយអំពីបញ្ញត្តិទូទៅបន្ទាប់ទៀតខន្តីទី2ខន្តីទី2គឺនិយាយអំពីបុគ្គលបាទចំណងជើងហ្នឹងគេបានកំណត់ថាបុគ្គលនៅខន្តីទី2បាទខន្តីទី3សិទ្ធិប្រតិបត្តិបាទខន្តីទី4គេដាក់ចំណងជើងថាកតបកិច្ចខន្តីទី5គឺនិយាយអំពីកិច្ចសន្យាខន្តីទី6ការធានាកតបកិច្ចបាទអញ្ចឹងដូចយើងនៅត្រីមាស1យើងបានរៀនណាបាទមេរៀននីតិកិច្ចសន្យាណាបាទអញ្ចឹងគឺបើសិនជាយើងរៀនស្របនឹងក្រមរដ្ឋបវេនីថាជាអាចមានតេឡេកោនឹងពលឺច្រើនសម្រាប់ការសិក្សាស្វែងយល់ណាបាទអត់អីទេយើងនឹងបន្តទៀតបាទខន្តី7ខន្តី2គឺគេនិយាយអំពីញាតិខន្តី8គឺនិយាយសន្តតិកម្មនិងខន្តីទី9គឺអវសានបញ្ញត្តិបាទអញ្ចឹងគឺសម្រាប់ខ្លឹមសារនៃអត្តន័យមួយបើសិនជាឧទាហរណ៍ថាបងអូនចង់មើលខន្តី2ខន្តី2ហ្នឹងគេនិយាយបុគ្គលបាទចំណងជើងបុគ្គលប៉ុន្តែតើបុគ្គលហ្នឹងវាមាននៅក្នុងខន្តី2ហ្នឹងមានមាត្រាមានចម្ពោះសរុបចំនួនប្រមាណហើយចម្ពោះនីមួយៗហ្នឹងបានបញ្ញត្តិអំពីអ្វីខ្លះហើយក្នុងហ្នឹងក៏បានបញ្ជាក់លម្អិតនៅមាត្រាបាទអញ្ចឹងយើងសរុបឡើងវិញចំណុចនេះគឺតេតិនទៅនឹងdiagramបាទខ្ញុំបានសូមចែកម្លែកប៉ុណ្ណឹងគឺទី1សិភៅក្រមរដ្ឋបវេនីរបស់យើងគឺមានមាត្រាសរុប1305មាត្រាហើយក្រមរដ្ឋបវេនីដែលចូលមកអនុវត្តនាពេលបច្ចុប្បន្ននេះគឺក្រមរដ្ឋបវេនីឆ្នាំ2007ហើយមានខន្តីសរុបចំនួន9បាទអរគុណយើងនឹងជួបគ្នានៅស្លាយបន្ទាប់